កាត់ស្ថានកន្លាតដូបៀរបស់ខ្មែរដល់ពេលដាក់ចំណីកន្លាតទៀតណាកន្លាតនេះគឺ2ថ្ងៃទៅដាក់ម្ដងបាទស្វាយស៊ីអត់ទោះហើយកន្លាតផ្អែមមកធុងយើងអាចបានកន្លាតប្រហែលជា3គីឡូដែរមួយធុងនេះគឺនៅដាក់ពេញតែសបកពងមាន់អាសបកដាក់ពងមាន់ហ្នឹងមានតូចមានធំជាប្រភេទគេថាកូឡូនីរបស់វាខណៈនិគមមកកន្លាតគឺគ្រប់ថតអស់មកបងហើយសាំងទេកន្លាតនេះអត់មានក្លិនទេបងប្អូនយើងមើលកន្លាតខ្មែរយើងវាឆ្អែតកន្លាតអត់ឆ្អែតទេកន្លាតនេះគឺតែធំចឹងនេះគឺតែយើងអីដាក់តែមួយម៉ាត់ទៅគឺគ្រប់ហ្មងធំណាស់តែគ្មានក្លិនទេកន្លែងវានេះគឺស្អាតដូចជាអត់មានអីនៅចឹងវាកន្លាតខ្មែរកន្លាតស្អែកយើងគឺនៅចឹងគឺស្កាត់ទុកតិចអស់នេះអត់ទេបាទយើងដាក់ស្វាយវាមកតែមុនដាក់ស្វាយយើងថែមចំណីចឹងព្រោះចំណីវារៀងស្បើយដែរចំណីវារៀងខ្មៅដែរបាទថែមចំណីគឺមិនទេតែដាក់ស្វាយហ្នឹងស្វាយយើងទុំហ្នឹងវាចូលចិត្តស៊ីរបស់ផ្អែមសត្វហ្នឹងបាទវិធីប្រើចំណីវាតែប៉ុណ្្នឹងបងប្អូនម្ដងតាមមានសិភេបធំមួយនេះហើយឃើញពាក្យច្រើនធំនេះច្រើនតូចអូខេឃើញតូនកូនតូចហ្នឹងគឺវាទៅនឹងញ័របាទពាក្យច្រើនទីតូចនេះទីតូចហ្នឹងបានតែវាមេបាវាច្រើនតែប្រកូនបានច្រើនដែរបាទពាក្យទូចមកធំមកឃើញទូចច្រើនណាស់របបឲ្យទូច